បងប្អូនមកទៀតហើយបាទថ្ងៃនេះដែរគេថាយើងចាប់ផ្ដើមនៅស្លនៅម្ជូរគ្រូក្តាមអញ្ចឹងបងប្អូនគេថាមើលទៅទំនងខ្លាំងមែនទែនបាទហើយឥឡូវយើងចាប់ផ្ដើមបាទចាក់ក្តាមលាងដុសខាត់ដុសស្បែកវាបាទហើយជាមួយនឹងសាប៊ូមួយលេឲ្យវាសស្គូបអញ្ចឹងមកយើងចាប់ផ្ដើមបាទបកសវាអញ្ចឹងមកបាទគេថាមើលផងខ្លាញ់វាឡើងពេញពោះតែម្ដងបងប្អូនអើយគេថាមើលទៅដឹងតែជាតិបងប្អូនហើយយើងចាប់ផ្ដើមឆ្កឹះអាខ្លាញ់របស់វាទុកកូនចានហ្នឹងមួយដុល្លារអញ្ចឹងទៅបងប្អូនបាទហើយយើងឆ្កឹះវាហើយទុកវាមួយដុល្លារទៅយើងចាប់ផ្ដើមបាទបុកនៅសាច់ក្តាមវាបាទបុកក្នុងទុងអំបូរបន្តិចបាទបន្តិចម៉ត់ក៏ល្អអញ្ចឹងបងប្អូនដើម្បីយើងពូតវាយកទៅទឹកអីចឹងទៅបងប្អូនហើយបន្ទាប់មកសាច់ក្តាមយើងម៉ត់មុនល្មមហើយយើងក៏ចាប់ផ្ដើមបាទដាក់ចាក់ទឹកជារបស់យើងចូលនោះថាកូរវឹកវាទៅបាទដើម្បីយកសាច់ក្តាមបាទសាច់ក្តាមនៅក្នុងទឹកហ្នឹងបាទហើយយើងចម្រាញ់យើងចម្រោះវាមកដាក់យកអីយកចម្រោះមកបាទគេថាយើងចាក់អញ្ចឹងទៅបាទឲ្យកូរវឹកវាយកទៅជាតិទៅអាសាច់ក្តាមវាហ្នឹងទៅបាទយកដើម្បីស្នូលឲ្យខ្ញុំថ្ងៃនេះដែរមិនប្រើជាមួយនឹងត្រីអីទេបាទគឺប្រើនឹងខួរក្តាមសុទ្ធតែម្ដងហើយឥឡូវនេះយើងចាប់ផ្ដើមបានហាន់បន្លែហើយបន្លែថ្ងៃនេះដែរគឺយើងប្រើជាមួយនឹងផ្លែត្រឡាចបងប្អូនអ្នកខ្លះដែលធ្លាប់ស្លជាមួយនឹងផ្លែត្រឡាចគេថាសាកដឹងជាតិបងប្អូនអើយជាមួយនឹងទឹកគូក្តាមអីចឹងបងប្អូនគេថាទៅទំនងខ្លាំងមែនទែនឥឡូវផ្លែរបស់យើងរៀបចំហើយបងប្អូនមានជាមួយនឹងម្ទេសមានជាមួយនឹងស្លឹកអមមានជាមួយនឹងត្រួយអំបិលខ្ចីអីហ្នឹងបងប្អូនអើយគេថាមើលទៅទំនងខ្លាំងមែនទែនណាបងប្អូនមានជាមួយនឹងម្អមឯណាបាទមានម្ទេសដាក់ហឹលអីចឹងបងប្អូនហើយមកយើងចាប់ផ្ដើមបាទចាក់ជាមួយនឹងទឹកជារបស់យើងមកគេថាទឹកឡើងយើងពុះហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងប្រហុករបស់យើងហើយថ្ងៃនេះដែលយើងប្រើជាប្រហុកសាច់បងប្អូនមិនប្រើជាប្រហុកឆ្អឹងទេបាទនាំយើងពិបាកគេថាយើងពិបាកវាសម្រង់វាអញ្ចឹងបងប្អូនហើយយើងចាប់ផ្ដើមថែមគ្រឿងក្រៅឲ្យហើយទៅបងប្អូនដាក់ជាមួយនឹងស៊ុបខ្នុរដាក់ជាមួយនឹងទឹកត្រីបាទមួយកូនពេកអញ្ចឹងទៅដាក់ជាមួយស្ករសប៊ីចេងបាទភ្លុះទៅតាមចំណង់ចិត្តរបស់យើងឲ្យហើយទៅបាទហើយយើងចាប់ផ្ដើមជ្រុំជាមួយនឹងម្ជូររបស់យើងបាទម្ជូរអំបិលបងប្អូនយើងប្រើជាមួយស្លឹកអំបិលហើយប៉ុន្តែខ្លាចវាអត់ជូរអញ្ចឹងបងប្អូននិយាយបណ្ដោយលេខទុំអត់បណ្ដោយចឹងបងប្អូនដូចយើងញ៉ាំហើយគេថាជាតិខ្លាំងមែនទែនហើយបន្ទាប់មកយើងចឹងផ្ដើមអាចចាក់គូក្តាមរបស់យើងនឹងចូលតែម្ដងទៅបានហើយដាក់ជាមួយនឹងតាគៀបក្តាមគ្រូរបស់យើងនឹងក្របវាមួយសន្ទុះទៅគេថាមើលទៅវាពុះហើយបងប្អូនបាទហើយគេជើងថែមថយដាក់គ្រឿងត្រូវអីទៅតាមនឹងចំណូលចិត្តរបស់យើងចឹងទៅបាទហើយចំណែកនៅខ្ញុំនេះគឺថាជូរកាន់តែជូរកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកអំពិលរបស់យើងបាទទិញគេ1000អញ្ចឹងបងប្អូនហើយនេះនោះ1000អានេះ1000អញ្ចឹងទៅក្តាមពី2000អញ្ចឹងទៅថាបានមកពេលទៀតហើយយើងភ្លក់ទៅតាមចំណង់ចំណូលចិត្តគឺថាវាខ្វះជាតិជូរអញ្ចឹងបងប្អូនដាក់ម្ជូរថែមអញ្ចឹងទៅព្រោះយើងជ្រុំវាអត់ទាន់អស់ទេអញ្ចឹងហើយយើងជ្រុំវាថាគេថាជ្រុំដាក់ចូលតែម្ដងទៅគេថាជូរណានៃម្ដងបាទចំណែកខ្ញុំគេថាជូរកាន់តែជូរកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនបាទហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែត្រឡាចរបស់យើងបងប្អូនហើយបន្លែត្រឡាចនេះដែរគេថាខ្ញុំមិនដែរស្លជាមួយនឹងបន្លែត្រឡាចទេឬស្លជូរនេះដល់ពេលសាកជាមួយនឹងគូក្តាមគឺថាចូលជាតិគឺថាឆ្ងាញ់ខ្លាំងមែនទែនហើយយើងក៏មិនបាច់ឲ្យវាឆ្អិនបន្លែហ្នឹងពេកទេបងប្អូនបាទយើងដាក់ល្មមទៅគឺថាឆ្ងាញ់តែម្ដងហើយបន្ទាប់មកគឺយើងចាក់ខ្លាញ់អឺខ្លាញ់ក្តាមរបស់យើងហ្នឹងបងប្អូនយើងចាក់ចូលវាតែម្ដងអញ្ចឹងទៅបានក៏ថាដាច់ខ្លាច់ត្រេលតែត្រេលពេញឆ្នាំងក៏ថាមើលទៅទំនងខ្លាំងមែនទែនបងប្អូនអើយហើយគឺយើងចាប់ផ្ដើមក្របវាមកសន្ទុះដើម្បីឲ្យវាពុះអីចឹងបងប្អូនឲ្យវាឆ្អិនបន្លែមកល្មមបានហើយបន្លែណាទៅឆ្អិនពេកគឺអត់ឆ្ងាញ់ទេទៅជាអេអីចឹងបងប្អូនខ្ញុំអត់ចូលចិត្តរឿងមកថាញ៉ាំទៅឆ្អិនមកល្មមរៀងអឺច្រប់អីតិចអីចឹងបងប្អូនចឹងមិនឆ្ងាញ់ហើយនិយាយបណ្ដាលេបទៅមាត់បណ្ដាចឹងបងប្អូនគាត់ថាមើលបងប្អូនហើយខ្លាញ់ឡើងដែរត្រេលបានហើយចុងបញ្ចប់នេះគេថាយើងដាក់ជាមួយនឹងអមរបស់យើងហើយជាមួយម្ទេសពីរគ្រាប់ទៅថាទំនងខ្លាំងមែនទែនបងប្អូនហើយ
គេថាសាកមិនដឹងថាជាតិខ្លាំងមែនទែនហើយខ្ញុំអត់ប្រើជាមួយនឹងត្រីទេបាទខ្ញុំប្រើជាមួយនឹងគូក្តាមសុទ្ធតែម្ដងបាទគេថាដាក់តែគូក្តាមសុទ្ធនេះគេថាជាតិខ្លាំងមែនទែនបងប្អូនអើយគូវឹកបាទដល់លក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងអីចឹងទៅបាទគេថាមុននេះអូយតាគីបក្តាមមួយថាជាតិនៅជាតិហ្មងបងប្អូនអើយហើយចាំកាលទៀតមកលក់បាយមកឃ្លានហើយអូយចូលលេងបដាលេបទឹកមាត់បដាអរគុណច្រើនបាទ